ក្រៅពីអាមេរិករឹបអូសនាវាដឹកប្រេងសមាជិកភាពរុស្ស៊ីក្តៅស្លឹករជាជំរុញឲ្យលោកពូទីនបាញ់នុយក្លេអ៊ែរបាញ់ពន្លិចនាវាឆ្មាំអាមេរិកនិងអង់គ្លេសវិញដើម្បីសងសឹកក្រៅពីអាមេរិករឹបអូសនាវាដឹកប្រេងរុស្ស៊ីដោយមានការចូលដៃពីចក្រភពអង់គ្លេសផងនោះវិមានក្រឹមឡាំងបានចេញមកប្រតិកម្មខ្លាំងៗចំពោះការរឹបអូសនាវាដឹកប្រេងរុស្ស៊ីពីសំណាក់អាមេរិកដោយក្រសួងការបរទេសនិងសមាជិកសភានៅទីក្រុងមូស្គូព្រមមានក្តៅស្លឹកត្រចៀកបានជំរុញឲ្យពូទីនបាញ់នុយក្លេអ៊ែរបាញ់ពន្លិចនាវាឆ្មាំអាមេរិកនិងអង់គ្លេសវិញដើម្បីសងសឹកព្រោះសកម្មភាពបង្កឡើងដោយយោធាអាមេរិករឹបអូសនាវាដឹកប្រេង Marinera អាចនឹងប៉ះពាល់ខ្លាំងណាស់ដល់តំបន់អឺរ៉ូអាត្លង់តិកទាំងមូលនិងចរាចរណ៍នាវាស៊ីវិលនៅទូទាំងពិភពលោកតាមការផ្សាយរបស់ Daily Star កាលពីថ្ងៃសុក្រទី9មករាឆ្នាំ2026លោកស៊ូរ៉ាវលីវប្រតិកម្មទាំងកំហឹងថាច្បាស់ណាស់វាគឺជាអំពើចោរកម្មដ៏កម្រោដែលជាការរឹបអូសយកនាវាស៊ីវិលដោយកម្លាំងប្រដាប់អាវុធនៃកងទ័ពជើងទឹកអាមេរិកនិយាយទៅវាគឺដូចជាការរំលោភបំពានទៅលើទឹកដីរុស្ស៊ីអញ្ចឹងដែរព្រោះតែនាវាដឹកប្រេងនេះកំពុងធ្វើដំណើរក្រោមទង់ជាតិរបស់យើងមានអ្វីត្រូវសង្ស័យឡើយការឆ្លើយតបត្រូវតែម៉ឺងម៉ាត់និងរហ័សបំផុតហើយក្នុងករណីបែបនេះគោលការណ៍យោធារបស់យើងអាចអនុញ្ញាតឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរបានការព្រមានប្រើពាក្យខ្លាំងៗនេះគឺចេញពីមាត់សមាជិកសភាដែលជំរុញឲ្យលោកពូទីនបាញ់មីស៊ីលនុយក្លេអ៊ែរពន្លិចនាវាឆ្មាំអាមេរិកនិងអង់គ្លេសវិញដើម្បីសងសឹកចំណែកសមាជិកសភាម្នាក់ទៀតក៏ព្រមានខ្លាំងៗដែរថាគ្មានអ្វីដែលអាចមករារាំងយើងមិនឲ្យដាក់ទណ្ឌកម្មលើគ្រប់នាវាដែលសម្ដៅទៅកាន់កំពង់ផែសមុទ្រខ្មៅដូចជាអូដេសានិងម៉ៃកូលៀវនោះទេយើងអាចបញ្ឈប់ត្រួតពិនិត្យហើយតាមពិតទៅគឺថែមទាំងអាចបាញ់ពន្លិចពួកគេចោលទៀតផងប្រសិនបើមានចំណុចណាមួយដែលយើងមិនពេញចិត្តទៅតាមនោះមេតបបំរុងរូបនេះបានជំរុញឲ្យលោកពូទីនប្រើប្រាស់ប្រព័ន្ធមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដូចជាប្រភេទ Oresnik ដើម្បីវាយប្រហារលើទីតាំងផលិតមីស៊ីលរបស់ប្លុកលោកខាងលិចសូមជម្រាបជាថ្មីបើយោងតាមសេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណនាវាដឹកប្រេង Marinera ឬមានឈ្មោះពីមុនថា Belawan ត្រូវបានរឹបអូសនៅក្នុងដែនទឹកក្បែរប្រទេស Scotland ព្រោះវាបានបំពានទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានរឹបអូសនាវានោះព្រោះតែវាព្យាយាមគេចពីទណ្ឌកម្មហើយដឹកប្រេងឆ្ពោះទៅកាន់ប្រទេសរុស្ស៊ីទោះបីជាយ៉ាងណាក៏ដោយទីក្រុងមូស្គូបានប្រតិកម្មទៅរឿងនេះម្ដងរួចមកហើយដោយបញ្ជាក់ថានាវាទទួលបានលិខិតអនុញ្ញាតបណ្ដោះអាសន្នឲ្យដាក់ទង់ជារុស្ស៊ីកាលពីថ្ងៃទី24ខែធ្នូរុស្ស៊ីបានចោទសហរដ្ឋអាមេរិកបានរំលោភលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រដែលធានានូវសេរីភាពនៃការធ្វើចរាចរណ៍នៅក្នុងដែនទឹកអន្តរជាតិវិមានក្រំឡាំងបានចេញមកប្រតិកម្មខ្លាំងៗទៅការរឹបអូសនាវាដឹកប្រេងរុស្ស៊ីពីសំណាក់អាមេរិកដោយក្រសួងការបរទេសនៅទីក្រុងមូស្គូព្រមានថាការដែលយោធាអាមេរិករឹបអូសនាវាដឹកប្រេង Marinera អាចនឹងប៉ះពាល់ខ្លាំងណាស់ដល់តំបន់អឺរ៉ូអាត្លង់តិកទាំងមូលនិងចរាចរណ៍នាវាស៊ីវិលនៅទូទាំងពិភពលោកនាយកដ្ឋានសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃទី11ខែមករានេះបានទាមទារឲ្យគួយបាចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងកាតមួយជាមួយសហរដ្ឋអាមេរិកដោយប្រមានថាប្រទេសនោះនឹងលែងបានទទួលប្រេងកាតឬប្រាក់ពីវេណេស៊ុយអេឡាដែលជាអ្នកផ្គត់ផ្គង់និងជាដៃគូស្និទ្ធស្នាលរបស់ក្រុងឡាហាវ៉ានចាប់តាំងពីច្រើនទសវត្សរ៍មកហើយទៀតនោះក្នុងសារមួយផ្សាយតាមបណ្ដាញសង្គម Truth Social របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកចោទប្រកាន់គួយបាថាជួយផ្ដល់ដល់វេណេស៊ុយអេឡានៅសេវាកម្មសន្តិសុខជាថ្នូរនឹងប្រេងកាតព្រមទាំងប្រាក់កាសការគម្រាមទាំងនេះកើតមានមួយសប្តាហ៍ក្រោយការធ្វើអន្តរាគមន៍យោធាអាមេរិកនៅវេណេស៊ុយអេឡាដែលនាំទៅដល់ការចាប់ខ្លួនប្រធានាធិបតីប្រទេសនោះលោក Nicolas Maduro និងបញ្ជូនរូបលោកទៅកាន់ក្រុងញូវយ៉កប្រតិបត្តិការនេះយប់នោះបានដាក់ឲ្យស្លាប់សមាជិកកងកម្លាំងសន្តិសុខវេណេស៊ុយអេឡានិងគួយបាជាច្រើនសិបនាក់គួយបាចាប់តាំងពីច្រើនឆ្នាំមកហើយរស់ដោយសារប្រេងក្នុងចំនួនដ៏ច្រើននិងប្រាក់មកពីវេណេស៊ុយអេឡាជាថ្នូរវិញគួយបាបានបញ្ជូនភ្នាក់ងារសន្តិសុខជួយការពារមេដឹកនាំវេណេស៊ុយអេឡាពីរូបចុងក្រោយលោកត្រាប់បានគម្រាមថានឹងលែងមានប្រេងនិងប្រាក់ទៀតសម្រាប់គួយបាឡើយគឺសូន្យតែម្ដងខ្ញុំស្នើដោយទទូចឲ្យគួយបាចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមុននឹងអ្វីៗយឺតពេលគួយបាបានប្រតិកម្មតបវិញថាត្រៀមការពារមាតុភូមិប្រធានាធិបតីគួយបាលោក Miguel Diaz-Canel តាមបណ្ដាញសង្គម X បានឆ្លើយតបកាលពីថ្ងៃ11ខែមករានេះថាគ្មាននរណាអាចមកចាប់បង្ខាំងប្រទេសលោកឲ្យធ្វើអ្វីមួយបានឡើយគួយបាជាប្រទេសសេរីនិងឯករាជ្យមួយដែលរងការឈ្លានពានរបស់អាមេរិកចាប់តាំងពី66ឆ្នាំមកហើយគួយបារៀបចំនឹងជំខ្លួនការពារមាតុភូមិរហូតដល់ដំណក់ឈាមចុងក្រោយចំណែករដ្ឋមន្ត្រីការបរទេសគួយបាលោក Bruno Rodriguez ក្នុងសារមួយតាមបណ្ដាញសង្គមថាគួយបាមិនដែលទទួលបានការប៉ះប៉ូវជាប្រាក់កាសឬសម្ភារៈសម្រាប់ការផ្ដល់សេវាកម្មសន្តិសុខដល់ប្រទេសណាមួយឡើយផ្ទុយពីសហរដ្ឋអាមេរិកយើងមិនមែនជារដ្ឋាភិបាលដែលត្រៀមខ្លួនធ្វើជាទាហានស៊ីឈ្នួល
ធ្វើការចាប់បង្ខំឬគម្រាមយោធាប្រឆាំងប្រទេសដទៃទៀតនោះឡើយលោកបន្តថាប្រទេសលោកនឹងមិនត្រូវបង្ខំឲ្យភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មក្រោមការគាបសង្កត់ឬការគំរាមកំហែងឡើយសេចក្តីថ្លែងការណ៍ទាំងនេះរបស់មេដឹកនាំគុយបាធ្វើឡើងនាពេលលោកត្រាំបានគម្រាមថានឹងពង្រីកប្រតិបត្តិការរបស់ខ្លួនពីវេណេស៊ុយអេឡាដល់គុយបាកូឡុំប៊ីឬរហូតដល់ប្រទេសមិចស៊ិកជិតខាងខ្លួនទៀតផងរដ្ឋមន្ត្រីការបរទេសគុយបាបន្តទៀតថាគុយបាមានសិទ្ធិដាច់ខាតនាំចូលប្រេងពីបណ្ដាទីផ្សារដែលចង់នាំចេញប្រេងឲ្យអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មដោយមិនបាច់រណបចំពោះបណ្ដាវិធានការជាឯកតោភាគីរបស់អាមេរិកលោកប្រុយណូរ៉ូទ្រីហ្គេសបន្តទៀតថាច្បាប់អន្តរជាតិស្ថិតនៅក្បែរគុយបាជានិច្ចហើយលោករិះគន់អាមេរិកចំពោះអេរយាប័តដែលលោកចាត់ទុកថាអ ுக ្រិតកម្មនិងអនុត្តរភាពនិយមរយៈពេលប្រមាណថ្ងៃចុងក្រោយនេះលោកត្រាំបានបង្កើនការគំរាមកំហែងធ្វើអន្តរាគមន៍យោធាជាយថាហេតុលើគុយបាបន្ទាប់មកកាលពីថ្ងៃទី11ខែមករាលោកត្រាំរហូតដល់បង្ហោះសារមួយតាមបណ្ដាញសង្គម X ថារដ្ឋមន្ត្រីការបរទេសគឺលោកម៉ាកូរ៉ូប៊ីយ៉ូនឹងជាប្រធានាធិបតីគុយបាទៀតផង